នារីម្នាក់នេះបានសម្លាប់បុរសម្នាក់ដែលជាចោរដោយមិនដឹងខ្លួនអ្វីទាំងអស់បុរសម្នាក់នេះមានឈ្មោះថាម៉ាគីគាត់គឺជាចោរដ៏សាហាវម្នាក់គាត់តែងតែជ្រើសរើសស្ត្រីម្នាក់ដែលនៅក្នុងឡានដើម្បីលួចរថយន្តគេនៅរាត្រីមួយគាត់បានឃើញគោលដៅរបស់គាត់គឺស្ត្រីម្នាក់អង្គុយនៅឡានបានចតឡាននៅមុខអសស្ថានមួយពេលនោះគាត់បានលុកក្បាលចូលទៅក្នុងប្រអួយពេលនោះប្រអួយក៏បានបិទដោយស្វ័យប្រវត្តិយ៉ាងលឿនរហ័សធ្វើឲ្យករបស់គាត់បានជាប់នៅប្រអួយឡាននោះបង្អួចនោះបានគៀបករបស់គាត់ធ្វើឲ្យគាត់ពិបាកដកដង្ហើមយ៉ាងខ្លាំងពេលនោះក្បាលនៅក្នុងឡានជើងជាមួយនឹងដៃរបស់គាត់នៅខាងក្រៅយ៉ាងអន្ទះអន្ទែប៉ុន្តែគាត់ខំប្រឹងគោះឡាននឹងស្រែកប្រាប់នារីម្នាក់នោះឲ្យជួយគាត់ប៉ុន្តែនារីម្នាក់នោះបើកឡានយ៉ាងរំភើយដោយមិនខ្វល់ពីគាត់នៅខាងក្រោយអ្វីដែលចោរម្នាក់នោះមិនដឹងគឺនារីម្នាក់នោះគាត់មិនបានលឺអ្វីសោះដោយសារតែនាងគឺជាមនុស្សកោថ្លង់នាងមិនដឹងថាមានចោរម្នាក់កំពុងតែព្យួរជើងនៅលើរថយន្តរបស់នាងនៅខាងក្រៅនោះទេនាងបើកបរយ៉ាងស្ងៀមស្ងាត់នៅក្នុងរាត្រីដ៏ងងឹតនោះខណៈនោះម៉ៃគីនៅតែព្យួរពាក់កណ្ដាលខ្លួនគាត់បានស្រែករហូតដល់សម្លេងរបស់គាត់លែងលឺដោយសារតែខ្យល់ខ្លាំងពេកក្នុងរយៈពេលប៉ុន្មាននាទីគាត់លែងមានអារម្មណ៍ហើយខ្លួនរបស់គាត់ក៏បានទន់ខ្លួនបាត់ដូចគ្នានៅពេលដែលរថយន្តបានធ្វើដំណើរបានប្រមាណ1គីឡូម៉ែត្រនាងក៏បានងាកមើលកញ្ចក់ក្រោយនាងឃើញមុខរបស់ម៉ាគីដែលជាចោរនោះព្យួរជើងយ៉ាងអាក្រក់នាងបានបើកបង្អួចហើយសពរបស់គាត់ក៏បានធ្លាក់ទៅលើផ្លូវដោយលឺសំឡេងក្តុកតែម្ដងមុខរបស់គាត់នៅតែមើលទៅស្វាយហើយមានសភាពគួរឲ្យអស់សង្ឃឹមខ្លាំងរឿងក្តីយើងមានប៉ុណ្្នឹងហើយអ្នកទាំងអស់គ្នាអរគុណជម្រាបលាបាយបាយជួបខ្ញុំនៅវីដេអូ